កើងចំពុក45ចិត្តរបស់ខ្ញុំពោពេញទៅដោយពាក្យពេចន៍ដ៏សែនពិរោះខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រសូមឲ្យសម្ដីខ្ញុំចាប់ចុងជួនដោយបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណានក្នុងចំណោមបរិសុទ្ធទាំងអស់មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេព្រះអង្គមានសំនួនវោហារដ៏ពូកែហើយនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅអោវីរៈបរិសដ៏មានរិទ្ធិអើយសូមពាក់ព្រះខ័នរាជដ៏រុងរឿងនិងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅសូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿងដើម្បីច្បាំងការពារសេចក្តីពិតនិងសេចក្តីសុចរិតទៀងត្រង់សូមទ្រង់ទទួលមហាជោគជ័យដោយព្រះបារមីរបស់ព្រះអង្គសូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវសូមឲ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទទារបស់ព្រះរាជាបបិទ្ធព្រះជាម្ចាស់បល្ល័ង្ករបស់ព្រះអង្គនៅឋិតថេរអស់កលជាអង្វែងតរៀងទៅហើយព្រះអង្គគ្រងរាជដោយយុត្តិធម៌ព្រះអង្គតែងតែសពព្រះハរតីនឹងសេចក្តីសុចរិតទ្រង់មិនសពព្រះハរតីនឹងអំពើទុច្ចរិតទេហើយនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភ័ក្តិរបស់ព្រះអង្គហើយប្រទានឲ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ដោយចាក់ប្រេងអភិសេកព្រះអង្គព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេពវិរូនិងក្លឹមច័ន្ទក្រស្នាមានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គនៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរីស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្ដេចនគរនានាហើយព្រះមហាក្សត្រយ៉ានីទ្រង់គ្រឿងអលង្ការធ្វើពីមាសដ៏ល្អប្រណិតគង់នៅខាងស្ដាំព្រះអង្គព្រះអង្គម្ចាស់ក្សត្រីអើយសូមទ្រង់ត្រាប់ស្ដាប់ពាក្យខ្ញុំចូលគំនិតងារប្រជារាស្ត្រនិងព្រះរាជវង្សរបស់ព្រះនាងទៀតអីបិទព្រះមហាក្សត្រគប់ព្រះハរតីនិងសម្ផស្សរបស់ព្រះនាងយ៉ាងខ្លាំងណាស់ចូលក្រាបថ្វាយបង្គំព្រះអង្គទៅព្រះអង្គជាម្ចាស់របស់ព្រះនាងហើយប្រជារាស្ត្រនៅក្រុងទីរ៉ូសនឹងនាំដង្វាយមកថ្វាយព្រះនាងអ្នកមានទាំងឡាយនឹងនាំគ្នាមកផ្គប់ផ្គុនព្រះនាងព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំងព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាសគេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រទាំងគ្រងព្រះភូសាចម្រុះពណ៌និងមានពួកភីលៀងហែហោមពីក្រោយចូលទៅគាល់ព្រះរាជាផងពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជាដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយបបិទ្ធព្រះរាជាសូមឲ្យព្រះរាជបុត្រព្រះអង្គបានឡើងគ្រងរាជតពីព្រះអាយកោរបស់ព្រះអង្គនឹងតែងតាំងព្រះបុត្រារបស់ព្រះអង្គឲ្យគ្រប់គ្រងទូទាំងនគរទូបង្គំនឹងថ្លាថ្លែងរំលឹកពីព្រះនាមរបស់ព្រះអង្គរហូតតទៅហើយប្រជារាស្ត្រនានានឹងនាំគ្នាលើកដំកើងព្រះអង្គអស់កលជាអង្វែងតរៀងទៅដែរទំនុកដំកើងជំពូក46ព្រះជាម្ចាស់ទ្រង់ជាជម្រកនិងជាបង្អែកដ៏រឹងមាំរបស់យើងនៅពេលមានអាសន្នព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ចហេតុនេះហើយបានជាយើងមិនភ័យខ្លាចអ្វីឡើយគឺទោះបីមានរញ្ជួយផែនដីទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរឬទោះបីឮសូរសន្ធឹកសមុទ្របក់បោកបែកពពុះទឹកធ្វើឲ្យកក្រើកភ្នំនានាយ៉ាងណាក្តីក៏យើងមិនភ័យខ្លាចអ្វីដែរមានទន្លេមួយហូរនាំយកអំណរមកស្រោចស្រពបុរីរបស់ព្រះជាម្ចាស់ដែលជាព្រះដំណាក់ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតព្រះជាម្ចាស់គង់នៅក្នុងបុរីហើយបុរីនោះនឹងមិនរង្គើសោះឡើយព្រះអង្គនឹងសង្គ្រោះបុរីនោះតាំងពីពេលថ្ងៃរះប្រជាជាតិនានាត្រូវញ័ររន្ធត់នគរនានាត្រូវរង្គើព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ផែនដីក៏រលាយអស់ទៅព្រះអង្គម្ចាស់នៃពិភពទាំងមូលទ្រង់គង់នៅជាមួយយើងព្រះរបស់លោកយ៉ាកុបជាជម្រកដ៏រឹងមាំសម្រាប់យើងចូលនាំគ្នាមកមើលស្នាព្រះហស្ថរបស់ព្រះម្ចាស់ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែងនៅលើផែនដីនេះ
គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើសកលលោកទាំងមូលព្រះអង្គកាច់បំបាក់ធ្នូនិងលំពែងឲ្យដុតប្រទេសចម្បាំងចោលព្រះម្ចាស់មានប្រាប់បន្ទូលថាចូលឈប់ច្បាំងចូលដឹងថាយើងនេះហើយជាព្រះជាម្ចាស់យើងគ្រប់គ្រងលើប្រជាជាតិនានាហើយគ្រប់គ្រងលើផែនដីទាំងមូលព្រះម្ចាស់នៃពិភពទាំងមូលទ្រង់គង់នៅជាមួយយើងព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង